ខ្ញុំបាទសូមលើកយកអារាមមួយនេះជាអារាមលំវត្តដែលត្រូវបានកសាងឬទំនប់បំរុងដោយព្រះមហាក្សត្រឬជំនុំសានវង្សស្ថិតនៅភូមិមហាលៀបស្រុកកោះសុទិនខេត្តកំពង់ចាមដែលស្ថិតនៅប្រពន្ធច្រាំងខាងកើតទន្លេតូចនោះគឺវត្តមហាលៀបបង្ហាញជូនសាងសង់ឡើងក្នុងចុងសតវត្សទី19ឯកសារខ្លះថាកសាងក្នុងកំឡុងឆ្នាំ1880ចំណែកឯកសារខ្លះថាក្នុងឆ្នាំ1893ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍10ឆ្នាំក្នុងរជ្ជកាលព្រះសុវណ្ណកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តម1860-1904ព្រះវិហារវត្តមហាលៀបកសាងអំពីឈើប្រក់ក្បឿងកាលឆ្នាំ2019នោះលាបពណ៌លឿងទុំចាំងដូចមាសស្ថិតនៅលើខឿនខ្ពស់ដែលអាចជៀសផុតពីការជន់លិចនៃទឹកជំនន់ទន្លេមកដល់ផ្ទៃខាងក្នុងនៃព្រះវិហារឃើញថាប្រណីតភាពនៃព្រះវិហារនេះពិតជាបង្ហាញថាទីនេះគឺជាសំណង់សក្ការៈប្រកបដោយភាពខ្ពង់ខ្ពស់ពោលគឺសសរផ្ទងធ្នឹមហាប់ពីដានជាដើមត្រូវបានលម្អដោយគំនូរបុរាណយ៉ាងវិចិត្រជាពិសេសនៅពេលថ្ងៃរៀបលិចអ្វីដែលតាក់ទាញបំផុតគឺសសរដែលមានគំនូរទឹកមាសដែលចាំងរំលេចដោយពន្លឺព្រះអាទិត្យគួរឲ្យគយគន់មិនដាក់ភ្នែកក្រៅពីព្រះវិហារដ៏ប្រណិតក៏សង្កេតឃើញថាក្នុងបរិវេណវត្តមានសំណង់អគារបែបពុទ្ធសាសនាចាស់ថ្មីពាសពេញហើយអ្វីដែលពិសេសគឺសាលាឆាន់បុរាណខ្លងទ្វារដែលមានចម្លាក់លៀនបង្ហាញពីសម្លៀកបំពាក់ស្បៃភ្លោះនិងគុតបុរាណដែលសេសសល់តាំងពីរជ្ជកាលព្រះសុវណ្ណកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តមដែលជាគុតសម្ដេចព្រះសង្ឃរាជនៅទៀងជាសម្ដេចព្រះសង្ឃរាជអង្គទី1ដែលទ្រង់កាន់តំណែងពីពុទ្ធសករាជ2401ដល់ពុទ្ធសករាជ2457ក្នុងរជ្ជកាលសម័យព្រះមហាក្សត្រ3ព្រះអង្គគឺព្រះបរមកោដ្ឋព្រះបាទអង្គឌួងព្រះសុវណ្ណកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តមនិងព្រះបរមរាជានុកោដ្ឋព្រះបាទស៊ីសុវត្ថិវត្តនេះក៏ជាទីអារាមដែលមានប្រវត្តិដំណាលតាក់ទងនឹងក្រពើនាងឱរ៉ៃក្នុងរឿងព្រេងភ្នំសពកលីដែលជានិទានកថារបស់ខ្មែរផងដែរដែលយោងតាមអាយុកាលជាង100ឆ្នាំនិងតម្លៃផ្នែកស្ថាបត្យកម្មវត្តមហាលៀបត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាមកាលពីខែឧសភាឆ្នាំ2016ជាចុងក្រោយបើសិនមានការខ្វះខាតត្រង់ចំណុចណាមួយមិនសមរម្យសូមអភ័យអត់ទោសផងសូមអគុណ